ตัวปีการสลอนដែលធ្វើទរណកម្មអនាម័យត្រូវបានផ្ដន់ទាទោសហើយឥឡូវនេះមកចូលរឿងថ្មីប្រធានបទថ្មីគឺការផ្ដល់ជំនួយឲ្យចោលបងប្អូនប្រហែលជាដឹងហើយរឿងការសឡននៅប៉ោយប៉ែតប្រហែលថ្ងៃមុនដែលវាយអនាម័យម្នាក់វាយធ្វើទរណកម្មហើយចាប់បង្ខាំងទុកឲ្យថតវីដេអូបង្ហោះទៀតរហូតដល់ហ្នឹងផ្លូវរត់រួចគាត់ឡើងតាមដបូលចរោតតាមចរឹងដែករត់ទៅព្យាបាលនៅផ្ទះប្អូនហើយមកប្តឹងសមត្ថកិច្ចថ្ងៃទី26ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនស្ត្រីដែលឈ្មោះការសឡនដែលធ្វើអំពើហិង្សាទៅលើអនាម័យនៅថ្ងៃទី28ហើយថ្ងៃទី29ក៏បានបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យកាត់ទោសទៅតាមច្បាប់បន្ទាប់មកក៏មានសប្បុរសជាច្រើនបានផ្ញើជំនួយឲ្យអនាម័យដែលធ្វើទរណកម្មព្រោះអីមើលទៅគួរឲ្យអាណិតក៏មានមតិមហាជនជាច្រើនដែលមិនពេញចិត្តរឿងនេះហេតុអីហ្នឹងគាត់លួចគេសោះឈ្មោះជាចៅហេតុអីមានអ្នកផ្ដល់ជំនួយលើកទឹកចិត្តគឺនិយាយទៅគឺប្រធានបទនេះគឺបានន័យថាផ្ដល់ជំនួយឲ្យចៅលើកទឹកចិត្តចៅបើនិយាយទៅរឿងនេះសាច់លើការគិតរបស់យើងថាត្រឹមត្រូវគឺត្រឹមត្រូវបើការគិតរបស់យើងថាមិនត្រឹមត្រូវគឺមិនត្រឹមត្រូវដូចជារូបភាពគ្រាន់តែឧទាហរណ៍ថាការសឡនគ្រាន់តែការពារទ្រព្យសម្បត្តិរបស់ខ្លួនដែលគេលួចទៅចោះឲ្យគេលួចរបស់យើងខឹងយើងវាយគេហេតុអីបានត្រូវទទួលទោសឬក៏មតិមួយទៀតម្នាក់ការសឡនហ្នឹងហេតុអីក៏សាហាវព្រៃផ្សៃម្លេះព្រោះអីហ្នឹងលួចទូរស័ព្ទគឺមិនមែនជាទូរស័ព្ទប្រើផ្ទាល់ខ្លួនរបស់ការសឡនទេគាត់តែថារបស់ចិនគេធ្វើអនឡាញហ្គេមអនឡាញចឹងទៅជ្រុះ2 3គាត់យកទៅរើសទៅលក់ទៅហេតុអីក៏ធ្វើបាបគាត់ម្លេះបើសិនជាគាត់ខុសណាស់ហេតុអីក៏មិនបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសឬក៏បណ្ដេញគាត់ឲ្យឈប់ធ្វើការទៅហេតុអីក៏ធ្វើបាបគាត់អីសាហាវព្រៃផ្សៃម្លេះចំណែកមតិមួយទៀតនោះគឺបាននិយាយថាហ្នឹងគឺសមតែអញ្ចឹងហើយគាត់លួចគេព្រោះគាត់ស្អប់ចោលណាស់ព្រោះចោលរាល់ថ្ងៃនេះគឺធ្វើឲ្យមានអសន្តិសុខយ៉ាងខ្លាំងចំពោះទីក្រុងប៉ោយប៉ែតនិយាយទៅគ្រប់ខេត្តក្រុងគឺវឹកវរដោយសារចោលមានចោលប្លន់ចោលឆក់ហើយបែរជាចោលលួចគេបែបនេះគឺមានអ្នកផ្ដល់ជំនួយឲ្យគឺវាមិនត្រឹមត្រូវទេអាហ្នឹងគឺអាស្រ័យលើការគិតរបស់យើងបើចំណែកពីខ្ញុំទៅរូបភាពគឺហ្នឹងគឺខ្ញុំអាណិតមែនតើអញ្ចឹងអត់អាចហាមការអាណិតរបស់អ្នកផ្សេងទេហើយក៏អត់អាចហាមអ្នកដែលផ្ដល់ជំនួយហ្នឹងគឺមិនឲ្យផ្ដល់ដែរគ្រាន់តែថាព្រោះអីគឺទឹកចិត្តរបស់គាត់អាណិតទៅអនាម័យហ្នឹងព្រោះអីវីដេអូហ្នឹងមើលហើយគឺហ្នឹងគួរឲ្យអាណិតមែនសូម្បីតែខ្ញុំគួរឲ្យអាណិតដែរប៉ុន្តែគ្រាន់ថារៀងសង្ហាចិត្តពេលដឹងថាហ្នឹងគាត់លួចគេព្រោះយើងអត់គ្រប់គ្រងអំពើលួចឆក់លួចប្លន់អីទេអញ្ចឹងយើងស្មើនឹងអាណិតចោលតើបងប្អូនយល់យ៉ាងណាដែរតើអនាម័យគួរឲ្យអាណិតនឹងទទួលជំនួយឬក៏អនាម័យនឹងសមតែនឹងគេវាយមិនត្រឹមតែប៉ុណ្ណឹងក៏មានពាក្យចចាមអារាមផ្សេងថាអនាម័យនឹងមិនគួរឲ្យអាណិតទេព្រោះអីអនាម័យនឹងគឺគាត់យកលុយទៅលេងលបែងហើយនៅជាមួយគេរយៈពេលប្រហែលឆ្នាំហ្នឹងពេលគេមានបុណ្យទានអីគឺគេឲ្យលុយចាយរហូតហើយខ្ញុំចង់ដឹងការពិតមែនតើតើវាយ៉ាងណាតើអ្នកណាអាចដឹងច្បាស់ពីរឿងហ្នឹងជួយឆាតប្រាប់ខ្ញុំបានទេពីដំណើរដើមតងរឿងទាំងអស់ហ្នឹងតើវាជាការពិតអត់ខ្ញុំនឹងទទួលស្ដាប់ឮទាំងអស់គឺយើងចង់ឲ្យអាណិតឲ្យត្រូវមនុស្សហើយក៏មិនចង់ឲ្យយល់ខុសចំពោះគាត់ដោយគ្រាន់តែឮពាក្យតពីមួយទៅមួយដោយមិនច្បាស់លាស់